Tia sbơ nị tiền xôm chuồn rương môn snai niềng mà chá cầm ló nẹ nề sạt tế sập hiệp chne sạt mọt sập mọt đó ngọp ngạt nia pel pro lốp pre atet rịp lịch po lương túm chiếc mọc lớp tẩy tực xóm lên tức rô lọc bọc bọ tịch tịch lì lom nâng xóm lên chó ruộng ngùm bằng cát oi khai chia rõm ai cao camera chắp plong pi chầm ngài bằng hán pi tục nê sạt tột mũi còn pung ăn đạt còn đạt tây tức bỏ mìa dạ cà đá còn pung cho tiên xóm nánh giang lùm bá lùm bần nhớ hô sọ lợp tây mốc đá sọ áp đói cầm đợt ngày tại phết rô bọc kế bằng hán pi phiếp tỏ su dạ cà đá ban ông cùi đọ bằng hàm thống bằng sắt phiếp nơi hót hai cót nị dây mà nè anh ngày ní cho khẳng na ba mình bàn trầy khả tế mái pra cót chiếc miền lối tinh năm lép tiệt hai phliềm nú xóm nánh có rò lót dạng khăn khó bị thom mặt đà tức sợ một chùm vinh túp chạp đám bay bùa bút cho làng dạ cà đá bạc phết thông thống đòi phiếp nhịp chân tăng pi chùm hồ dạng chọp nơ lợt túp Trây thông na mền tế ngôn khẳng na dạ cà đá pro môl cầm lăng chẳng ọ đời miến tiến xâm nanh lang mọc lợt tục bọn tái nấu bế đai xâm nanh mọc đo lợt tục vây đôi kê bàn khởi mình men chia trây dễ nụ tê nơi nông xâm nanh cứ chia nê ri krò mồm mình nế đại miên xâm rõ sát đạch kê sọ vên online bò khmai rô lông cướp đòn đọc lơ sma đào sọc chay bọn tái chắp pi trong cây rô bò niềng cho króm cứ chia riêng cái mà cha đại miên chia con tuổi trâyហើយមានស្រកាពណ៌ប្រាក់ភ្លឺរលោងដូចត្បូងពេជ្រនាងកំពុងដកដង្ហើមញាប់ដោយភាពភ័យខ្លាចខ្លួនប្រានមុតនឹងខ្សែសំណាញ់ហូរឈាមក្រហមច្រាលមច្ឆាទេវីដែលគេតែងតែហៅក្រៅគឺឈ្មោះនីសាសំឡឹងមើលសក្តាទាំងកៅភ្នែកព្រិចពោពេញដោយដំណក់ទឹកភ្នែកហើយនិយាយទាំងខ្សែបខ្សួលសូមមេត្តាផងកុំធ្វើបាបខ្ញុំអីដោះលែងខ្ញុំទៅវិញទៅសក្តាបើកភ្នែកធំហើយស្រឡាំងកាំងដកថយក្រោយរហូតតល់តែខ្នងទឹកនិងបង្គោលទូកអ្នកជានរណាមនុស្សឬក៏បិសាចនីសាក៏សម្រក់ទឹកភ្នែកមកទឹកភ្នែកនោះពេលធ្លាក់ដល់ក្តារទូកក៏ប្រែទៅជាក្របគុជភ្លឺរលោងភ្លាមខ្ញុំមិនមែនជាបិសាចទេខ្ញុំគ្រាន់តែវង្វេងផ្លូវសូមលោកសង្គ្រោះខ្ញុំផងខ្ញុំដកដង្ហើមមិនរួចទេនីសាចាប់ផ្ដើមទន់ដៃទន់ជើងសន្លប់បាត់បង់ស្មារតីនៅក្នុងសំណាញ់ដោយសារតែនៅឆ្ងាយពីទឹកសមុទ្រយូរពេកសក្តា
បាត់បង់ភាពភ័យខ្លាចនៅសល់តែភាពអាណិតអាសូរគេស្ទុះទៅស្រាយសំណាញ់ចេញពីខ្លួនរបស់នាងភ្លាមនាងក្រមុំដឹងខ្លួនឡើងព្រះអើយខ្លួននាងត្រជាណាស់សក្តាមើលទៅរបួសលើកន្ទុយប្រាក់របស់នាងរួចមើលទៅផ្ទៃមេឃដែលចាប់ផ្ដើមងងឹតគេមិនដាច់ចិត្តទម្លាក់នាងចូលទៅក្នុងសមុទ្រវិញទាំងមានរបួសបែបនេះទេព្រោះខ្លាចត្រីធំខំស៊ីសក្តាសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់លើកបីខ្លួននាងដែលទន់ល្មើយមកផ្អែកនឹងទ្រូងរបស់គេទោះជានាងជាអ្វីក៏ដោយខ្ញុំមិនអាចទុកឲ្យនាងស្លាប់នៅចំពោះមុខបានទេខ្ញុំនឹងនាំនាងទៅផ្ទះសិននៅពេលដែលទៅដល់ខ្ទមទូចក្បែរមាត់ឆ្នេរយប់ជ្រៅភ្លើងចង្កៀងប្រេងកាតជះពន្លឺពណ៌លឿងទុំក្នុងផ្ទះមានភាពកក់ក្ដៅតែស្ងប់ស្ងាត់នីសាត្រូវបានសក្តាដាក់ឲ្យគេងក្នុងអាងទឹកឈើធំមួយដែលគេធ្លាប់ប្រើសម្រាប់ដាក់ត្រីរបួសនៅលើខ្លួនរបស់នាងត្រូវបានសក្តាយកស្លឹកថ្នាំមកបុកបិទឲ្យយ៉ាងយកចិត្តទុកដាក់សក្តាអង្គុយក្បែរអាងទឹកសម្លឹងមើលមុខនីសាដែលកំពុងលងលក់ទាំងក្តីអាណិតសម្រស់របស់នាងស្អាតដូចទេវតាក្នុងសុបិនអញ្ចឹងតើមានរឿងអ្វីកើតឡើងចំពោះនាងទៅភ្លាមនោះនីសាក៏បើកភ្នែកឡើងតិចពេលឃើញសក្តានៅជិតនាងមានការភ្ញាក់ផ្អើលបំរុងនឹងរើបំរាស់តែត្រូវសក្តាខត់ទន់ភ្លួនសក្តាបាននិយាយទៅកាន់នាងថាកុំខ្លាចអីខ្ញុំមិនធ្វើបាបនាងទេទីនេះមានសុវត្ថិភាពហើយខ្ញុំបានលាបថ្នាំជូននាងរួចហើយនីសាសម្លឹងមើលរបួសខ្លួនឯងរួចមើលមុខសក្តាដោយកើបភ្នែកទន់ភ្លន់លែងមានភាពភ័យខ្លាចទៀតហើយខ្ញុំសូមអរគុណលោកខ្លាំងណាស់លោកជាមនុស្សដំបូងហើយដែលមិនដេញចាប់ឬធ្វើបាបខ្ញុំពេលឃើញរូបរាងខ្ញុំបែបនេះសក្តាញញឹមស្រទន់ថ្ពាល់ចាប់ផ្ដើមក្រហមតិចខ្ញុំឈ្មោះសក្តាចោះនាងវិញតើមានឈ្មោះអ្វីដែរនីសាលោកហៅខ្ញុំថានីសាចោះខណៈពេលដែលអ្នកទាំងពីរកំពុងសម្លឹងមើលភ្នែកគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែមស្រាប់តែមានសំឡេងផ្គរលាន់យ៉ាងខ្លាំងពីខាងក្រៅផ្ទះនិងទឹកសមុទ្រចាប់ផ្ដើមបោកបក់ខ្លាំងខុសធម្មតារហូតធ្វើឲ្យខ្ទមរបស់សក្តាញ័ររង្គើនីសាមុខប្រែជាស្លេកស្លាំងទាំងភ័យខ្លាចពូគេមកតាមរកខ្ញុំហើយសក្តាលោកត្រូវតែលាក់ខ្លួនពូគេនឹងសម្លាប់លោកមិនខានទេនៅខាងក្នុងនិងខាងក្រៅខ្ទមរបស់សក្តាក្នុងយប់ដដែលសំឡេងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងភ្លៀងធ្លាក់ដុកដំភ្លើងចង្កៀងប្រេងកាតក្នុងផ្ទះរលត់តាមកម្លាំងខ្យល់ទ្វារខ្ទមត្រូវខ្យល់បោកបក់ទង្គិចខ
គ្នាលន់ឮខ្លាំងនីសាញ័ររន្ធត់នៅក្នុងអាងទឹកភ្នែកសំឡឹងទៅមាត់បងអ៊ូចដែលឃើញមានពន្លឺពណ៌ខៀវចម្លែកជះមកពីផ្ទៃសមុទ្រសក្តាស្ទុះទៅបិទទ្វារនិងបងអ៊ូចទាំងលំបាករួចរត់មកលោតចង្គង់ក្បែរអាងទឹកដើម្បីការពារនាងសក្តាចាប់ដៃទាំងពីររបស់នីសាដែលកំពុងញ័រត្រជាក់មកក្តាប់ជាប់នឹងដៃរបស់គេនីសាកុំខ្លាចអីមានខ្ញុំនៅទីនេះហើយតើអ្នកណាដែលមកតាមរកនាងបងប្អូននាងមែនទេនីសាទឹកភ្នែកហូរស្រក់ចុះមកដីប្រែជាក្របគុជធ្លាក់ចុះក្នុងទឹកតក់គឺមេតបបាតសមុទ្រព្រះមេដាខ្ញុំតម្រូវឲ្យខ្ញុំរៀបការជាមួយគេតែខ្ញុំមិនព្រមទើបខ្ញុំលួចរត់ឡើងមកលើគោកពួកគេមានចិត្តសាហាវខូខើណាស់បើគេដឹងថាលោកលាក់ខ្ញុំពួកគេច្បាស់ជាសម្លាប់លោកនិងបំផ្លាញភូមិករនេះមិនខានទេសក្តាសម្លឹងមើលភ្នែកនីសាដោយភាពមើងម៉ាត់មិនមានភាពភ័យខ្លាចតល់តែសោះទោះជាត្រូវស្លាប់ក៏ខ្ញុំមិនព្រមប្រគល់នាងទៅឲ្យមនុស្សដែលនាងមិនស្រឡាញ់ដែរឋានៈយើងខុសគ្នាតែបេះដូងខ្ញុំប្រាប់ថាខ្ញុំត្រូវតែការពារនាងនីសាបើកភ្នែកធំសម្លឹងមើលសក្តាទាំងក្តីរំភើបនាងទាញដៃសក្តាមកអឹបនឹងថ្ពាល់របស់នាងយ៉ាងថ្នមនីសានិយាយទាំងខ្សែបខ្សួលផ្អែមល្ហែមបែបកំសត់សក្តាលោកជាមនុស្សល្ងងណាស់ហេតុអ្វីត្រូវមកប្រថុយជីវិតដើម្បីមច្ឆាដូចជាខ្ញុំប៉ុន្តែបេះដូងខ្ញុំកក់ក្ដៅណាស់ភ្លាមនោះសំឡេងខ្យល់ព្យុះក៏ស្ងប់ទៅវិញបន្តិចម្ដងជាអាចកំបាំងពន្លឺពណ៌ខៀវនៅមាត់ឆ្នេរក៏រលាយបាត់ទៅពួកគេដកដង្ហើមធំដោយក្តីធូរទ្រូងតែដឹងថាវាគ្រាន់តែជាការចាប់ផ្ដើមនៃព្យុះភ្លៀងប៉ុណ្ណោះនៅឆ្នេរខ្សាច់មាត់សមុទ្រដ៏ស្ងប់ស្ងាត់យប់បន្ទាប់ព្រះច័ន្ទពេញបរមីពន្លឺចែងចាំងផ្ទៃទឹកសមុទ្ររលកបោកបក់តិចឆ្លោះពន្លឺព្រះច័ន្ទពណ៌ប្រាក់សក្តាបានបីនីសាមកអង្គុយនៅលើផ្ទាំងថ្មធំមួយក្បែរមាត់ទឹកដើម្បីឲ្យកន្ទុយរបស់នាងបានប៉ះនឹងទឹកសមុទ្រស្រូបយកធម្មពលឡើងវិញរបួសរបស់នាងបានជាសះស្បើយខ្លះហើយនីសាអង្គុយសក់ប៉ើងតាមខ្យល់រីឯសក្តាអង្គុយក្បែរនាងភ្នែកទាំងគូសម្លឹងមើលទៅមហាសមុទ្រដ៏ល្វឹងល្វើយសក្តាក៏ដកដង្ហើមធំទឹកមុខបង្ហាញពីភាពស្រងូតស្រងាត់នីសាបើរបួសនាងជាសះស្បើយទាំងស្រុងតើនាងត្រូវត្រឡប់ទៅវិញទេនីសាងាកមកមើលសក្តាកៅភ្នែកពោពេញដោយភាពអាល័យមហាសមុទ្រជាផ្ទះរបស់ខ្ញុំតែពេលនេះ
បេះដូងរបស់ខ្ញុំមិនបាននៅទីនោះទៀតទេចោះលោកវិញសក្តាលោកចង់ឲ្យខ្ញុំទៅវិញទេសក្តាងាកមកប្រសពភ្នែកជាមួយនីសាដៃលោកទៅអង្អែលសក់នាងទន់ភ្លន់ខ្ញុំមិនចង់ឲ្យនាងឃ្លាតឆ្ងាយពីខ្ញុំសូម្បីតែមួយជំហានតាំងពីបានជួបនាងពិភពលោកដ៏ឯកោរបស់អ្នកនេសាទម្នាក់នេះប្រែជាមានន័យខ្លាំងណាស់ខ្ញុំស្រឡាញ់នាងនីសាញញឹមយ៉ាងផ្អែមល្ហែមលាយឡំទឹកភ្នែកដែលហូរចុះមកដោយក្តីរំភើបខ្ញុំក៏ស្រឡាញ់លោកដែរសក្តាទោះជាពួកយើងរស់នៅក្នុងពិភពខុសគ្នាក៏បេះដូងខ្ញុំជារបស់លោកជានិរន្តរ៍សក្តាអោនទៅថើបថ្ងាស់នីសាខ្សឹបខ្សែបយ៉ាងផ្អែមល្ហែមក្រោមពន្លឺព្រះច័ន្ទដ៏រ៉ូមែនទិកអ្នកទាំងពីរអោបគ្នាយ៉ាងស្អិតរមូនកណ្ដាលភាពស្ងប់ស្ងាត់នៃរាត្រីប៉ុន្តែនៅពីក្រោយផ្ទាំងថ្មមិនឆ្ងាយប៉ុន្មានស្រាប់តែលេចចេញស្រមោលខ្មៅដ៏ធំមួយអណ្ដែតឡើងពីក្នុងទឹកភ្នែកពណ៌ក្រហមឆេះដោយកំហឹងកំពុងសម្លឹងមើលមកអ្នកទាំងពីរវាគឺជារាជទូតឬមេតបបាតសមុទ្រដែលបានរកឃើញកន្លែងលាក់ខ្លួនរបស់នីសាហើយនៅឆ្នេរខ្សាច់មាត់សមុទ្របន្ទាប់ពីវគ្គមុនយប់ខែភ្លឺស្រាប់តែមានពពូកខ្មៅបិទបាំងពន្លឺព្រះច័ន្ទទឹកសមុទ្រឡើងរលកបោកបក់ខ្លាំងខុសធម្មតាសំឡេងសើចបែបកំណាចបន្លឺឡើងកណ្ដាលផ្ទៃទឹកមេតបបាតសមុទ្រគឺមានឈ្មោះថារាជសូររាងកាយពាក់អាវក្រោះស្រកាត្រីពណ៌ខ្មៅដៃកាន់លំពេង3ខ្នែងដើរឡើងមកពីក្នុងទឹកសមុទ្រភ្នែកសម្លឹងមើលសក្តានិងនីសាដោយកំហឹងមេតបរាជសូរសំឡេងធ្ងន់គួរឲ្យខ្លាចលើកលំពេងចំអុលមុខសក្តាមហាសមុទ្រខឹងសម្បាហើយនាងក្រមុំមច្ឆាទេវីលួចរត់មកសេពគប់ជាមួយមនុស្សលោកក្រីក្រម្នាក់នេះផងសក្តាឯងហ៊ានប៉ះពាល់ជើងព្រះខែបាត់សមុទ្រជីវិតឯងត្រូវបញ្ចប់ក្នុងថ្ងៃនេះហើយនីសាស្ទុះមកបាំងពីមុខសក្តាទាំងរូបរាងជាមច្ឆាលើផ្ទាំងថ្មស្រែកអង្វរឈប់សិនរាជសូររឿងនេះមិនពាក់ព័ន្ធនឹងសក្តាទេគឺខ្ញុំជាអ្នកបង្ខំឲ្យគេជួយខ្ញុំសូមកុំធ្វើបាបគេអីសក្តាមិនព្រមនៅពីក្រោយស្រីកាន់ឈើច្រត់ទូកមកឈរពីមុខនីសាវិញភ្នែកបដូរផ្ដាច់នីសាថយក្រោយទៅខ្ញុំមិនឲ្យអ្នកណាមកនាំនាងទៅទាំងបង្ខំឡើយទោះជាត្រូវលះបង់ជីវិតក៏ដោយមេតបរាជសូរសើចចំអកមនុស្សលោកកំសាញីទៅស្លាប់ទៅរាជសូរស្ទុះទៅវាយប្រហារសក្តាព្យាយាមយកឈើមកទប់តល់តែត្រូវកម្លាំងមន្តអាគមបាតសមុទ្របោកខ្ទាតទៅបុកនឹងផ្ទាំងថ្មយ៉ាងខ្លាំងឈាមហូរស្រក់តាមក្បាលនឹងជ្រុងមាត់នីសាស្រែកយំទន់ខ្សោយព្យាយាមលូនទៅរកសក្តាដឹងខ្លួនឡើង
កុំកើតអីណាខ្ញុំសូមអង្វរឆ្នេរខ្សាច់មាត់សមុទ្រដដែលភ្លៀងចាប់ផ្ដើមធ្លាក់ស្រេកលាយឡំទឹកភ្នែកទូអង្គសក្តាដេកដកដង្ហើមញាប់នៅលើខ្សាច់គ្មានកម្លាំងងើបឡើយនីសាលូនមកដល់ក្បែរសក្តាលើកក្បាលគេមកកយលើផ្លូវរបស់នាងដៃរបស់នាងដែលញួរទួត្រើតជូតឈាមលើមុខសក្តាព្យាយាមបើកភ្នែកមើលនាងទាំងខ្សោយកម្លាំងសក្តានិយាយខ្សឹបលើកដៃប៉ះថ្ពាល់នីសានីសាខ្ញុំសុំទោសដែលខ្ញុំគ្មានសមត្ថភាពការពារនាងកុំទៅចោលខ្ញុំអីមេតបរាជសូដើរមកជិតលើកលំពេងបំរុងនឹងចាក់សម្លាប់សក្តាបង្ហើយមេតបបាននិយាយទៅកាន់សក្តាថាជាប់គ្នាទៅអាមនុស្សល្ងងនីសាស្រែកខត់យ៉ាងខ្លាំងយកខ្លួនទៅបាំងសក្តាជាលើកចុងក្រោយឈប់ភ្លាមរាជសូបើឯងសម្លាប់គេខ្ញុំនឹងសម្លាប់ខ្លួនឯងនៅទីនេះភ្លាមឯងច្បាស់ជាដឹងថាបើគ្មានខ្ញុំឯងក៏គ្មានថ្ងៃបានឡើងគ្រងរាជដែររាជសូងើបលងពេងឡើងវិញគិតមួយសន្ទុះរួចញញឹមបែបមានប្រៀបមេតបរាជសូល្អណាស់បើចង់ឲ្យអាសក្តានេះមានជីវិតរស់នាងត្រូវតែត្រឡប់ទៅបាត់សមុទ្រហើយរៀបការជាមួយខ្ញុំភ្លាមនីសាងាកមកមើលសក្តាទាំងទឹកភ្នែកហូរជន់ជោកទឹកភ្នែករបស់នាងធ្លាក់ចុះមកលើទ្រូងសក្តាប្រែជាក្របគុជពណ៌ផ្កាឈូកដ៏ភ្លឺថ្លាមួយក្របអាភូតហេតុនៃក្របគុជនេះបានធ្វើឲ្យរបួសរបស់សក្តាចាប់ផ្ដើមជាសះស្បើយភ្លាមតែវាក៏ជាសញ្ញានៃការលាគ្នាដែរនីសាអនទៅថើបបបោមាត់សក្តាយ៉ាងទន់ភ្លន់ជាលើកចុងក្រោយនិយាយទាំងខ្សែបខ្សួលសក្តារស់នៅឲ្យល្អណាក្របគុជបេះដូងរបស់ខ្ញុំនេះនឹងការពារលោកជានិរន្តរ៍ជាតិភពនេះពួកយើងគ្មានវាសនាតែបេះដូងខ្ញុំនៅតែជារបស់លោកសក្តាព្យាយាមចាប់ដៃនាងតែត្រូវកម្លាំងមន្តអាគមរុញចេញនីសាកុំទៅនីសាកុំទៅមេតបរាជសូចាប់អូសទាញនីសាចូលទៅក្នុងផ្ទៃសមុទ្រដ៏ជ្រៅបាត់ស្រមោលបន្សល់ទុកតែរលកបោកបក់និងសក្តាដែលកំពុងស្រែកយំអោបក្របគុជកណ្ដាលភ្លៀងដ៏ជោកជាំនៅពេលដែលនាងនីសាបានត្រឡប់ទៅបាតសមុទ្រវិញសក្តាបានមកដល់ខ្ទមតូចរបស់សក្តាទាំងញញាក់ព្រឹកព្រលឹមថ្ងៃបន្ទាប់មកទៀតពន្លឺព្រះអាទិត្យចាំងកាត់បង្អួចមកលើផ្ទៃមុខរបស់សក្តាដែលកំពុងដេកសន្លប់សំឡេងបាក់សៃយំតិចផ្ទុយស្រឡះពីចិត្តដោតរបស់គេសក្តាភ្ញាក់ដឹងខ្លួនឡើងទាំងសក់កញ្ជ្រោងគេសម្លឹងមើលជុំវិញផ្ទះដោយក្តីសង្ឃឹមតែផ្ទះទួទេស្អាតគ្មានវត្តមាននាងមច្ឆាឡើយភ្នែករបស់គេស្រាប់តែប្រទះឃើញ
ក្របគុជការឈូកដែលនីសាបន្សល់ទុកឲ្យកំពុងចែងចាំងពន្លឺនៅលើតុសក្តាស្ទុះទៅចាប់អោបក្របគុជនោះមកអិបនឹងដើមទ្រូងទឹកភ្នែកក៏ចាប់ផ្ដើមហូរស្រក់នីសាបងមិនមែនយល់សបិនទេមែនទេអូនពិតជាត្រូវបានគេចាប់ខ្លួនទៅមែនទេភ្លាមនោះក្របគុជក្នុងដៃរបស់គេស្រាប់តែភាយកម្ដៅនឹងជះពន្លឺពណ៌ផ្កាឈូកមួយជូរបាញ់តម្រង់ទៅរកផ្ទៃសមុទ្រដល់ល្វឹងល្វើយសក្តាបើកភ្នែកធំដោយក្តីសង្ឃឹមក្របគុជនេះកំពុងប្រាប់ផ្លូវបងមែនទេនីសាទោះជាត្រូវចុះនរកឬលិចលង់ក្នុងបាតសមុទ្រក៏បងត្រូវតែទៅជួយអូនឲ្យខាលតែបានសក្តារត់ចេញពីផ្ទះសំដៅទៅរកតាយាយចាស់ទុំម្នាក់នៅក្នុងភូមិដែលល្បីថាជាគ្រូអាគមស្គាល់រឿងរ៉ាវបាតសមុទ្រផ្ទះគ្រូធ្មប់ចាស់ដែលមានឈ្មោះថាយាយម៉ៅអង្គុយជក់បារីស្លឹកសង្កែមើលក្របគុជក្នុងដៃសក្តារួចក្រវីក្បាលដកដង្ហើមធំយាយម៉ៅចៅសក្តាអើយគុជនេះជាបេះដូងមច្ឆាវាអាចឲ្យឯងដកដង្ហើមក្នុងទឹកបានដូចត្រីប៉ុន្តែឋានៈបាតសមុទ្រពោពេញដោយគ្រោះថ្នាក់មនុស្សធម្មតាទៅទីនោះមានតែផ្លូវស្លាប់ 90% ហើយចៅសក្តាលុតចង្គង់សំពះយាយម៉ៅទាំងទឹកភ្នែកយាយគ្រូបើគ្មាននាងជីវិតខ្ញុំក៏គ្មានន័យអ្វីដែរសូមយាយជួយប្រាប់វិធីចុះទៅនិងប្រគល់អាវុធអ្វីដែលអាចតទល់នឹងពួកវាផងកណ្ដាលសមុទ្រដ៏ជ្រៅពេលយប់ខែរាផ្ទៃទឹកងងឹតស្លុបតែពេលចុះកាន់តែជ្រៅស្រាប់តែមានពន្លឺព្រាលពីផ្កាថ្មនិងរុក្ខជាតិបាតសមុទ្រស្រស់ស្អាតដូចឋានសួគ៌សក្តាពាក់ខ្សែកចងក្របគុជពណ៌ផ្កាឈូកគេលោតចុះពីលើទូកចូលទៅក្នុងទឹកសមុទ្រអភូតហេតុបានកើតឡើងមានពពុះទឹកខ្យល់មួយការពារជុំវិញខ្លួនគេធ្វើឲ្យគេអាចដកដង្ហើមនិងប្រើភ្នែកមើលក្នុងទឹកបានយ៉ាងធម្មតាក្នុងដៃរបស់គេមានកាន់កាំបិតស្នីតបុរាណលាបថ្នាំពុលត្រីយក្សដែលយាយម៉ៅប្រគល់ឲ្យនៅពេលទៅដល់បាតសមុទ្រសក្តាបានឃើញវាំងធ្វើពីថ្មមរកតនិងផ្កាថ្មដ៏ស្កឹមស្កៃប៉ុន្តែបរិយាកាសពោពេញដោយភាពក្រៀមក្រំនីសាក្នុងឈុតកូនក្រមុំបាតសមុទ្រដ៏ស្រស់ស្អាតតែផ្ទៃមុខរបស់នាងស្លេកស្លាំងគ្មានវិញ្ញាណភ្នែកសម្លឹងមើលទៅរកផ្ទៃទឹកខាងលើទាំងទន់ជ្រាយខាងក្រៅបន្ទប់សំឡេងតន្ត្រីរៀបការចាប់ផ្ដើមប្រគំឡើងមេតបរាជទសូក៏បានដើរចូលមកញញឹមយ៉ាងពួរព្រាយដោយសេចក្តីមានប្រៀបមច្ឆាទេវីឈប់នឹកនាអាមនុស្សកំសត់នោះទៅថ្ងៃនេះជាថ្ងៃរៀបការរបស់យើងហើយបន្ទាប់ពីនេះខ្ញុំនឹងក្លាយជាស្ដេចផែនដីនៃស្ដេចការពារនៅមហាសមុទ្រនេះហើយនីសា
និយាយទាំងគ្មានកម្លាំងកំហែងឯងបានតែខ្លួនខ្ញុំទេរាជទសូប៉ុន្តែបេះដូងនិងវិញ្ញាណរបស់ខ្ញុំគឺស្លាប់បាត់ទៅហើយខណៈនោះដែលនៅខាងក្រៅទ្វារវាំងស្រាប់តែមានសំឡេងផ្ទុះអាវុធនិងសម្រែកឆ្មាំងតបលាន់ឮពេញបាតសមុទ្រឆ្មាំងម្នាក់រត់ចូលមកទាំងភ័យខ្លាចឆ្មាំបាតសមុទ្រទូលបង្គំថ្វាយមេតបមានមនុស្សលោកម្នាក់ហាលទឹកចុះមកកាប់សម្លាប់តបយើងបែកស្អុយអស់ហើយទៀននីសាងាកវឹបមកវិញភ្នែកភ្លឺរលោងឡើងវិញភ្លាមសក្តាលោកពិតជាមកមែនទេនៅក្នុងសាលមហាសាលនៃរាជវាំងបាតសមុទ្រពន្លឺពណ៌បៃតងត្បូងមរកតចាំងភាយពះពេញវាំងតែត្រូវគ្របដណ្ដប់ដោយភាពវឹកបួរសំឡេងទង្គិចអាវុធលឿនលឺរំពួងឈឹងឆាំងសក្តាកំពុងហើរទឹកវាយសម្រុកចូលមកយ៉ាងក្លាហានដោយសារមានអំណាចគ្របគុជបេះដូងរបស់នីសានៅលើទ្រូងរបស់គេធ្វើឲ្យកម្លាំងចលនារបស់សក្តារហ័សរហួនដូចត្រីមហាសមុទ្រដៃរបស់អ្នកកាន់កាំបិតស្និតបុរាណលាបថ្នាំពុលកាប់ចាក់ការពារខ្លួនវាយទម្លីរនាងឆ្មាំតបមច្ឆារាប់សិបនាក់ដួលដេកអណ្ដែតពេញទឹកមេតបរាជទសូហែលចេញមកស្ទាក់ផ្លូវមុខមាំខ្លាំងកាន់លំពេង3ខ្នែងបង្វិលឡើងបង្កើតជារលកទឹកបោកបក់អើមនុស្សកំសត់ឯងពិតជាមានថ្លើមពាសមេឃមែនហ៊ានមកដល់ទីបញ្ចុះសពរបស់ឯងសក្តាសម្លឹងចំមុខសត្រូវដោយខឹងសម្បាគ្មានភាពភ័យខ្លាចអ្វីឡើយរាជសូប្រគល់នីសាមកឲ្យខ្ញុំវិញភ្លាមបើមិនអញ្ចឹងទេថ្ងៃនេះវាំងមរកតនេះនឹងត្រូវคล้ายជាវាលពិឃាតរបស់ឯងអ្នកទាំងពីរស្ទុះចូលចាក់កាប់គ្នាយ៉ាងសាហាវលំពេងរបស់រាជទសូមានមន្តអាគមខ្លាំងវាយប្រហារធ្វើឲ្យសក្តាត្រូវរបួសជាច្រើនកន្លែងឈាមក្រហមច្រាលអណ្ដែតក្នុងទឹកសមុទ្រតែសក្តានៅតែមិនព្រមដកថយសុខចិត្តបដូរជីវិតក្រឡេកទៅខាងមុខបល្ល័ង្កស្ដេចបាតសមុទ្រស្ងាត់ជ្រងំទឹកសមុទ្រប្រែជាត្រជាក់ខ្លាំងសក្តាត្រូវលំពេងរបស់រាជទសូចាក់ចំស្មាដេកដួលលើដីខ្សាច់បាតសមុទ្រខ្សោយកម្លាំងខ្លាំងដោយសារក្របគុជនៅលើទ្រូងរបស់គេចាប់ផ្ដើមស្រអាប់ពន្លឺរាជទសូដើរមកឈរពីលើសក្តាលើកលំពេងបំរុងចាក់ចំទ្រូងសក្តារៀបនឹងចាក់សម្លាប់មេតបរាជទសូបាននិយាយទៅកាន់សក្តាថាជាប់ខ្យល់ដកដង្ហើមរបស់ឯងត្រឹមនេះហើយខណៈនោះនីសាហែលមកយ៉ាងលឿនស្លៀកឈុតការពណ៌សអណ្ដែតក្នុងទឹកនាងមិនខ្លាចស្លាប់ឡើយស្ទុះមកយកកាំបិតស្នីតដែលជ្រុះនៅលើដីរបស់សក្តាចាក់ចំខ្នងរាជទសូយ៉ាងពេញទំហឹមឮសូរតែផ្លាប់មេតបរាជទសូស្រែកដោយការឈឺចាប់ព្រោះត្រូវថ្នាំពុលត្រីយៈនៅលើកាំបិតនាង
នាងហ៊ានចាក់ខ្ញុំផងរាជសូរព្យាយាមលើករំពេងបំរុងនឹងចាក់តបតទៅនីសាវិញតែជាតិពលរត់ចូលបេះដូងលឿនពេកធ្វើឲ្យរាងកាយរបស់គេរលីคล้ายជាពពុះទឹកសមុទ្របាត់ស្រមោលទៅក្របគុជនៅលើខ្លួនរបស់សក្តាបានបែកប្រេះស្រាំក្រាស់ពពុះការពារជុំវិញខ្លួនរបស់គេរលីបាត់អស់សក្តាចាប់ផ្ដើមឆ្លក់ទឹកសមុទ្រដកដង្ហើមលេងរួចភ្នែករបស់គេសម្លឹងមើលមុខនីសាជាលើកចុងក្រោយទាំងញញឹមនីសាហែលមកអោបសក្តាទាំងទឹកភ្នែកហូរជក់ជោកសក្តាកុំកើតអីណាបើលោកស្លាប់ខ្ញុំក៏មិនរស់ដែរដោយគ្មានជំរើដើម្បីសង្គ្រោះជីវិតមនុស្សដែលនាងស្រឡាញ់នីសាបានសម្រេចចិត្តធ្វើរឿងមួយដ៏ធំធេងនាងបានអោនទៅថើបបបោមាត់របស់សក្តាយ៉ាងណែនក្តៅរួចផ្ទេរវិញ្ញាណមច្ឆានិងដង្ហើមចុងក្រោយរបស់នាងចូលទៅក្នុងខ្លួនសក្តាអភូតហេតុពន្លឺពណ៌មាសភាយចេញពីខ្លួនអ្នកទាំងពីរសក្តាបើកភ្នែកឡើងវិញរបួសជាសះស្បើយទាំងស្រុងហើយអាចដកដង្ហើមក្នុងទឹកបានដោយខ្លួនឯងប៉ុន្តែអ្វីដែលធ្វើឲ្យគេរន្ធត់ចិត្តបំផុតនោះគឺរាងកាយមច្ឆារបស់នីសាចាប់ផ្ដើមប្រែប្រួលស្រកាកន្ទុយត្រីពណ៌ប្រាក់ដ៏ស្រស់ស្អាតរបស់នាងបានរលាយបាត់បន្តិចម្ដងคล้ายទៅជាជើងមនុស្សស្រីដ៏ស្រឡូនស្អាតនាងបានលះបង់ជាតិពូជជាមច្ឆាលះបង់ឋានៈជាបុត្រីស្ដេចសមុទ្រដើម្បីคล้ายជាមនុស្សលោកធម្មតាម្នាក់ដូចជាសក្តាដែរតែការលះបង់នេះធ្វើឲ្យនាងសន្លប់បាត់ស្មារតីក្នុងរង្វង់ដៃសក្តាអោបរាងកាយមនុស្សស្រីទាំងស្រុងរបស់នីសាហែលសម្រុកឡើងទៅលើផ្ទៃទឹកវិញយ៉ាងលឿននីសាអូនល្ងងណាស់ហេតុអ្វីសុកចិត្តលះបង់ដើម្បីបងបែបនេះដឹងខ្លួនឡើងណាស្រីស្នេហ៍បងនៅឆ្នេរខ្សាច់មាត់សមុទ្រដ៏ស្ងប់ស្ងាត់ពេលព្រលឹមព្រះអាទិត្យចាប់ផ្ដើមរះជះពន្លឺកក់ក្ដៅសំឡេងទឹករលកបោកបក់ស្រាលខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកព្រលឹមសក្តាបានបីត្រកងរាងកាយរបស់នីសាឡើងមកដល់លើឆ្នេរខ្សាច់ពេលនេះនីសាមានរូបរាងជាមនុស្សស្រីពេញលក្ខណៈគ្មានកន្ទុយត្រីទៀតឡើយតែនាងនៅតែបិទភ្នែកជិតឈឹងដកដង្ហើមខ្សោយសក្តាដាក់នាងឲ្យគេងលើខ្សាច់ទន់រួចលុតជង្គង់ក្បែរនាងទឹកភ្នែកហូរស្រក់លើថ្ពាល់របស់នាងស្រេចសក្តាចាប់ដៃនីសាមកថើបផងនិយាយអង្វរផងនីសាពូយើងឡើងមកដល់លើគោកវិញហើយមើលចោះព្រះអាទិត្យរះហើយអូនមានជើងដូចមនុស្សធម្មតាហើយណាស្រីស្នេហ៍បងអង្វរបើកភ្នែកមើលបងមកកុំទុកបងឲ្យរស់នៅម្នាក់ឯងអីសក្តាអោនទៅអេបទ្រូងស្ដាប់ចលនាបេះដូងរបស់នាងបេះដូងនាងលោតញាប់បន្តិចម្ដងភ្
ភ្លាមនោះពន្លឺព្រះអាទិត្យព្រឹកព្រលឹមបានជះចំដងខ្លួនអ្នកទាំងពីរនីសាកំរើកមករៀមដៃហូរទឹកភ្នែកចេញតាមកន្ទុយភ្នែករួចដកដង្ហើមធំបើកភ្នែកឡើងតិចតិចហត់ណាស់សក្តាលោកមិនអីទេមែនទេសក្តារំភើបចិត្តហួសថ្លែងស្ទុះទៅអោបនាងជាប់នឹងទ្រូងយំខ្សែបខ្សួលបងមិនអីទេនីសាអូនដឹងខ្លួនហើយព្រះអើយអរគុណដែលមិនដាច់ចិត្តពីពួកយើងនីសាញញឹមស្រទន់លើកដៃមកអង្អែលខ្នងសក្តាតែនាងរៀបនឹងងើបឈរបែរជាដួលទៅវិញព្រោះមិនទាន់ទម្លាប់នឹងការប្រើប្រាស់ជើងមនុស្សជើងរបស់ខ្ញុំលែងមានកន្ទុយត្រីទៀតហើយសក្តាខ្ញុំលែងអាចហើរទឹកចូលទៅបាតសមុទ្របានទៀតហើយសក្តាជូតទឹកភ្នែកឲ្យនាងញញឹមយ៉ាងផ្អែមល្ហែមបំផុតមិនអីទេចាប់ពីពេលនេះទៅបងនឹងធ្វើជាជើងជារបស់អូនបងនឹងបីអូននាំអូនដើរមើលពិភពលើគោកនេះរាល់ថ្ងៃផ្ទះខ្ទមតូចក្បែរមាត់ឆ្នេរដាំដុះលំអដោយផ្កាព្រៃស្រស់ស្អាត3ឆ្នាំក្រោយមកពេលរសៀលដល់ត្រចៀកស្រេបសំឡេងសើចក្អាកក្អាយរបស់ក្មេងតូចលាន់ឮពេញផ្ទះប្លង់កាមេរ៉ាចាប់យកទិដ្ឋភាពដ៏មានសេចក្តីសុខនីសាកំពុងអង្គុយលើគ្រែឈើក្រោមសំយ៉ាផ្ទះប៉ាក់អាវឲ្យប្តីទាំងស្នាមញញឹមស្រស់ស្រាយរូបរាងកាន់តែមានសម្រស់ស្អាតដោយស្រីក្រមុំអាយុ20ឆ្នាំជានិច្ចមិនចាស់ទៅតាមពេលវេលាឡើយចំណែកសក្តាទើបតែត្រឡប់មកពីនេសាទត្រីវិញស្ពាយកញ្ច្រែងត្រីផងនិងពោកូនប្រុសតូចម្នាក់អាយុប្រហែល2ឆ្នាំដែលមានកែវភ្នែកថ្លាយ៉ងដូចទឹកសមុទ្រសក្តាដើរមកជិតអោនទៅថើបថ្ពាល់នីសាមួយខ្សើតយ៉ាងផ្អែមល្ហែមរួចដាក់កូនចុះអូនសំឡាញ់ថ្ងៃនេះបងរកត្រីបានច្រើនណាស់ល្មមនឹងយកទៅដូរទិញក្រណាត់អាវថ្មីឲ្យអូននិងកូនហើយនីសាទទួលយកកន្សែងជូតញើសឲ្យសក្តាកៅភ្នែកពោពេញដោយក្តីស្រឡាញ់បងហត់នឿយហើយមិនបាច់ខំប្រឹងពេកទេឲ្យតែពួកយើងបានរស់នៅក្បែរគ្នាមានសុភមង្គលបែបនេះខ្ញុំពេញចិត្តបំផុតហើយកូនប្រុសតូចរត់លេងក្បែរមាត់ទឹកស្រាប់តែរើសបានគ្រាប់គុជតូចពណ៌ផ្កាឈូកដែលអណ្ដែតមកតាមរលកក្មេងតូចរត់យកមកបង្ហាញឪពុកកូនប្រុសតូចម៉ែពុកមើលណែកូនរើសបានថ្មស្អាតណាស់សក្តានិងនីសាសម្លឹងមើលគ្រាប់គុជនោះរួចងើបមុខសម្លឹងភ្នែកគ្នាទាំងញញឹមជ្រាលជ្រៅពួកគេដឹងថានោះគឺជាពរជ័យនិងការអត់ទោសពីស្ដេចបាតសមុទ្រព្រះមេដារបស់នីសាដែលបានផ្ញើមកតាមទឹករលកជូនពរដល់សេចក្តីស្នេហារបស់ពួកគេសក្តាចាប់ដៃនីសាដើរទៅឈរក្បែរឆ្នេរខ្យល់បោកបក់សក់អ្នកទាំងពីរស្រាលអោបគ្នាសម្លឹងមើលទៅមហាសមុទ្រដ៏ល្វឹងល្វើយ
ដោយដឹងច្បាស់ថាទោះជាពិភពលោកខុសគ្នាក៏កម្លាំងនៃក្តីស្រឡាញ់ស្មោះត្រង់អាចបង្កើតអភូតហេតុដ៏អស្ចារ្យបានដែរសម្រាប់រឿងមន្តស្នេហ៍នាងមច្ឆានិងកំឡោះអ្នកនេសាទសូមបញ្ចប់ត្រឹមប៉ុណ្នេះបើសិនជាបងប្អូនប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាបានស្ដាប់តាំងពីដើមរហូតដល់ចប់គិតថាជក់ចិត្តដិតអារម្មណ៍សម្រាប់បងប្អូនកុំភ្លេចជួយចុច Subscribe និងចុច Like ដើម្បីទទួលបាននូវរឿងនិទានថ្មីៗបន្តទៀតពី Admin ហើយបើសិនជាបងប្អូនប្រិមិត្តអ្នកស្ដាប់ដែលមានរឿងនិទានថ្មីចង់ឲ្យ Admin និទានឲ្យស្ដាប់បងប្អូនអាចចូលទៅ comment ខាងក្រោមដើម្បី Admin នឹងយករឿងបងប្អូនមកនិទានឲ្យបងប្អូនស្ដាប់ Admin សូមអរគុណនិងសូមជម្រាបលា